សួស្តីអ្នកនរគ្នាដឹងថាទីនេះនៅកន្លែងណាអត់បងប្អូនគឺសួនផ្កាស្បៃរឿងនៅតាមជំរេមាត់ទន្លេក្រោមស្ពានគីសូណាខេត្តកំពង់ចាមយើងមើលពីលើចឹងទៅដូចកំរាលព្រំពណ៌លឿងធំល្វឹងល្វើយហើយស្អាតបងប្អូនការពិតខ្ញុំធ្លាប់មកម្ដងហើយមកពេលរៀងល្ងាចល្ងិតហើយដល់ពេលថតទៅវាអត់សូវច្បាស់តែចឹងទៅអត់បានផុសទេហើយមួយរយៈនេះមានអារម្មណ៍ថាវារៀងស្ងាត់ដល់អញ្ចឹងចាប់ដើមមកថតបំផុសទៀតហ្មងណាឲ្យល្បីខេត្តកំពង់ចាមយើងហើយឥឡូវនេះផ្កាកំពុងតែរីកស្រស់គ្នាស្គូស្គីស្អាតមែនតើកំភ្លេចបងប្អូនអ្នកខេត្តកំពង់ចាមមកលេងទាំងអស់គ្នាអូមិនត្រឹមតែអ្នកខេត្តកំពង់ចាមទេអ្នកខេត្តផ្សេងក៏អាចមកលេងបានដែរហើយសារតែចង់ដឹងថាបុប្ផាកំពង់ចាមស្អាតប៉ុណ្ណាកំភ្លេចមកលេងទាំងអស់គ្នាឥឡូវទៅមើលប្លុកពេញរបស់ខ្ញុំ Let's go អើបងប្អូនថ្ងៃនេះមកបានសម្រាប់មកសាមុនរៀងល្ងិតពេកឥឡូវមកសានេះភ្លឺចែចេញពីខាងផ្ទះយាយលឹបមកភ្លឺអញ្ចឹងថតស្អាតផ្កាស្បៃលឿងបងប្អូនហើយនិយាយទៅមួយយ៉ាងរៀងស្ងាត់ហើយខាងផ្កាស្បៃលឿងហ្នឹងឥឡូវខ្ញុំមកថតឲ្យវាផ្ទុះឡើងវិញយកទៅទៅនេះញ៉ាំទៅអីជោគអើយតើពាក់ផ្កាទៀតអាយ៉ាទៀងស្រីដែរតានេះទៀងស្រីដែរតាណែគាត់ថាមីឈូពាក់តែមួយមីពេជ្រពាក់ដល់12មីពេជ្រពាក់ដល់12លយហីអាយធ្វើមុខអើយឡើងមុខអមចាស់លយណែគេធ្វើអូបាត់ទៅទៅបាត់ទៅបើបែបផ្កាចឹងផងបានហើយជីម៉ូតូទៀតហើយជីម៉ូតូទៀតអីគេវិញតែផ្កាទៀតអីអូយថ្លៃចូលផ្កាស្បៃលឿងប៉ុន្តែផ្កាស្បៃលឿងគេអត់យកលុយទេគេអត់យកលុយទេណាអ្នកជិះម៉ូតូផ្ញើម៉ូតូអស់តែ500ទេហើយឡានហ្នឹងគេយកមកហ្នឹងគេចេះឲ្យហើយឡានអត់ទេស្រាចិត្តយើងតើប៉ានៅគេទៅអស់ហ่ะមកទៅវិញហេបានថតហើយសារនេះមកសារមុនល្ងិតឥឡូវនេះភ្លឺចែថតឡើងច្បាស់កន្លែងហ្មងណាប៉ុន្តែដូចដើរទៅមកធัวទៅវិញនៅនោះផ្កាទៅច្រើនទៀតនោះអាកន្លែងចិត្តក្រុមស្ពានពីដល់ក៏ទៅដាក់ទៀតដាក់ជើងbằngនេះមកហើយបាក់វិញបានហ្មងវីដេអូនេះរៀងខ្លីបន្តិចបងប្អូនដោយសារតែល្ងាចហើយម្នាក់រៀងហេវអញ្ចឹងទៅហៅអីហូបនៅផ្សាររាត្រីប៉ុន្តែនៅក្នុងផ្សាររាត្រីមានអីក្រៅពីបាយឆាទេបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានជួបគ្នាវីដេអូបន្តបាយបាយ